សួស្តីអ្នកគ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយទាក់ទងនឹងការ config DNS server នៅក្នុង Windows Server អញ្ចឹងដើម្បី config វាបានយើងចូលមកកាន់ Server Manager ពេលចូលមកដំបូងបើសិនជាអ្នកគ្នាអត់ទាន់បាន add rule សម្រាប់ DNS ទេអ្នកគ្នាអាចធ្វើការ add rule and feature នេះ click next next ទៀតហើយកន្លែងនេះអ្នកគ្នាអាច click យក DNS server តបមក next ទៅរហូតទៅអញ្ចឹងដូចខ្ញុំបាន add rule សម្រាប់ DNS ហើយអញ្ចឹងខ្ញុំចូលមក tool យក DNS អញ្ចឹងពេលចូលមកកន្លែងយើងអាចធ្វើការបង្កើត new zone នៅក្នុង forward zone នេះខ្ញុំ right click យក new zone ហើយបង្កើតzone ថ្មីដាក់ឈ្មោះថា demo.com finish ចុងអានេះជា zone ដែលខ្ញុំបានបង្កើតមុនហ្នឹងអញ្ចឹងពេលចូលមកអ្នកឃើញពីនេះអញ្ចឹងបន្ទាប់ពីបង្កើត new zone ហើយអ្នកគ្នាអាច right click new host ហើយខ្ញុំអាចដាក់ថា testing អញ្ចឹង full domain name របស់យើងគឺ testing.demo.com ហើយ IP address ហើយយើងធ្វើការ add host នឹងចូលអញ្ចឹងបន្ទាប់ពីយើងបាន add new host នេះហើយអ្នកគ្នាអាចធ្វើការ test ទៅលើ DNS forward zone ដែលយើងបានបង្កើតមុននឹងបានអញ្ចឹងដើម្បី test វាបានអ្នកគ្នាចូលទៅកាន់ control panel យក network and internet network and sharing center change adapter setting ហើយយើងយក internet protocol version 4អញ្ចឹងកន្លែងនេះដោយសារតែខ្ញុំបានដាក់ធម្មតាពេលចូលមកវាដាក់ obtain DNS server address automatically តែពេលយើងចង់ test អញ្ចឹងយើងអាចយក use the following DNS server address ហើយយើងដាក់ IP address នៃ forward zone របស់យើងអូខេអ្នកគ្នាអាចចូលមក command prompt ហើយ test ms look up លើ forward domain name នៅក្នុង forward zone របស់យើងអញ្ចឹងមិញdomain name របស់ខ្ញុំគឺ testing.demo.com អញ្ចឹងនេះជា server demo.test.com អានេះជាឈ្មោះ domain name ហើយអានេះគឺ IP address របស់ DNS ចឹងអ្នកគ្នាអាច test search youtube.com ហើយចឹងបើសិនជា DNS របស់យើងដើរអ្នកគ្នាអាចចូលមក search មើល YouTube មើលអីតាម domain name បានដោយសារតែវា translate domain name ទៅជា IP address ហើយចឹងមួយទៀតខ្ញុំធ្វើនៅលើ reverse zone ម្ដងចឹងមុនហ្នឹងយើងបានធ្វើទៅលើសម្រាប់ forward អានេះយើងបន្ទាប់ពីយើងដាក់ DNS ហ្នឹងហើយអ្នកគ្នាអាច ms look up លើ Google
ដែលយើងដាក់ domain name របស់ Google ហើយវាចេញមក IP address របស់ Google ទៀតមួយទៀត get folder reversal អញ្ចឹងខ្ញុំ add new zone មករកចឹងដោយសារតែវាធ្លាប់មានហើយចឹងអានេះខ្ញុំសូម delete អានេះចេញមួយហើយខ្ញុំ add new pointer ចឹងខ្ញុំយក e9.com មុននឹងអញ្ចឹងអានេះជា domain ដែលខ្ញុំត្រឹមតែបង្កើតមិញខ្ញុំអាច point ទៅកាន់អាហ្នឹងចឹងអានេះយើងបង្កើត host បើសិនជាអត់ចឹងយើងអាចតេស្តដូចគ្នានៅលើ command prompt ហើយយើង ls lookup ហើយយើងវាយ IP address ចឹងសម្រាប់ reverse zone ដែរហើយចឹងសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណអ្នកគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះ